នឹងត្រូវផ្ទុះឡើងប្រសិនបើ Hitler នៅតែបន្តសកម្មភាពឈ្លានពានរបស់ខ្លួនតទៅទៀតក៏ប៉ុន្តែបើទោះបីជាមានការព្រមានបែបនេះក៏ដោយ Hitler នៅតែមិនខ្វល់មិនខ្លាចឬក៏មិនជឿហើយចាប់ផ្ដើមរៀបចំអនុវត្តផែនការជំហានទី3របស់ខ្លួនគឺចូលឈ្លានពានប្រទេសប៉ូឡូញដែលទឹកដីមួយផ្នែកធំធ្លាប់ជារបស់អាល្លឺម៉ង់កាលពីមុនសង្គ្រាមលោកលើកទី1នៅថ្ងៃទី31ខែមីនាឆ្នាំ1939មួយសប្តាហ៍ក្រោយពីបានប្រកាសធានាការពារ Belgique, Holland និង Swiss ពីការឈ្លានពានបារាំងនិងអង់គ្លេសក៏បានចេញសេចក្តីប្រកាសរួមគ្នាមួយធានាការពារឯករាជ្យរបស់ប្រទេសប៉ូឡូញពីសប្តាហ៍ក្រោយមកទៀតនៅថ្ងៃទី13ខែមេសាបារាំងនិងអង់គ្លេសបានប្រកាសធានាការពារប្រទេសពីរទៀតគឺរ៉ូម៉ានីនិងក្រិចក្រោយពីម៉ូសូលីនីមេដឹកនាំអ៊ីតាលីបានយកតម្រាប់តាម Hitler ហើយចូលឈ្លានពានកាន់កាប់ប្រទេសអាល់បានីបើទោះបីជាមានការប្រកាសធានាពីបារាំងនិងអង់គ្លេសយ៉ាងនេះក៏ដោយវិបត្តិនៅប៉ូឡូញនៅតែជាចំណុចក្តៅហើយបារាំងនិងអង់គ្លេសក៏ព្យាយាមបញ្ចុះបញ្ចូលសហភាពសូវៀតមួយទៀតឲ្យចូលរួមនៅក្នុងកិច្ចព្រមព្រៀងការពារប៉ូឡូញដើម្បីឲ្យមានកម្លាំងកាន់តែច្រើនទប់កម្លាស់ Hitler ក៏ប៉ុន្តែការចូលរួមរបស់សហភាពសូវៀតនៅក្នុងកិច្ចព្រមព្រៀងការពារប្រទេសប៉ូឡូញនេះត្រូវប្រឈមមុខនឹងបញ្ហាស្មុគស្មាញដោយសារតែសូវៀតក៏ជាគូសត្រូវដែលចាំតែឱកាសលេបត្របាក់ទឹកដីរបស់ប៉ូឡូញដែរដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលប៉ូឡូញមិនទុកចិត្តខ្លាចសូវៀតទាមទារកាត់យកទឹកដីមួយផ្នែកនៅខាងកើតប្រទេសប៉ូឡូញដើម្បីយកធ្វើជាថ្នូរទៅនឹងការចូលមកជួយទប់ទល់នឹង Hitler ហើយដូច្នេះហើយបានជារដ្ឋាភិបាលប៉ូឡូញនៅពេលនោះបានជំទាស់ដាច់ខាតមិនឲ្យកងទ័ពសូវៀតចូលមកឈរជើងនៅលើទឹកដីរបស់ខ្លួននោះទេការចរចារវាងបារាំងនិងអង់គ្លេសជាមួយស្តាលីនក៏ត្រូវទទួលបរាជ័យនៅវគ្គកណ្ដាលឆ្នាំ1939បារាំងនិងអង់គ្លេសមិនអាចទាក់ទាញស្តាលីនឲ្យចូលរួមនៅក្នុងកិច្ចព្រមព្រៀងការពារប្រទេសប៉ូឡូញពីដៃ Hitler បានគឺដោយសារតែមិនមានអ្វីឲ្យសូវៀតជាថ្នូរ Hitler វិញ Hitler គឺខុសពីបារាំងនិងអង់គ្លេសតាមពិតនៅក្នុងពេលដែលស្តាលីនកំពុងចរចាជាមួយបារាំងនិងអង់គ្លេស Hitler ក៏បានខ្នះខ្នែងយ៉ាងខ្លាំងដែរដើម្បីបញ្ចុះបញ្ចូលស្តាលីនកុំឲ្យលោកដៃចូលធ្វើអន្តរាគមន៍រារាំងការឈ្លានពានរបស់អាល្លឺម៉ង់នៅប៉ូឡូញហើយ Hitler មានកាដូដ៏ធំមួយជាថ្នូរមកវិញគឺសន្យាឲ្យស្តាលីនកាត់យកទឹកដីមួយផ្នែកធំនៅខាងកើតប្រទេសប៉ូឡូញស្តាលីនយល់ព្រមហើយនៅថ្ងៃទី22ខែសីហាសូវៀតនិងអាល្លឺម៉ង់ក៏បានចុះកិច្ចព្រមព្រៀងមិនឈ្លានពានគ្នាដោយនៅក្នុងនោះមានខុសសម្ងាត់មួយចែងថានៅក្នុងពេលមានសង្គ្រាមរវាងអាល្លឺម៉ង់និងប៉ូឡូញសូវៀតអាចចូលមកកាន់កាប់ទឹកដីប៉ែកខាងកើតប្រទេសប៉ូឡូញព្រមទាំងកាត់យកប្រទេស3ទៀតនៅជុំវិញសមុទ្របាល់ទិកគឺប្រទេសលេតូនី លីទុយអានីនិងអេស្តូនីយកទៅធ្វើជាទឹកដីរបស់ខ្លួនជោគវាសនារបស់ប៉ូឡូញត្រូវបានកំណត់មិនមែនដោយព្រំលិខិតនោះទេក៏ប៉ុន្តែដោយកិច្ចព្រមព្រៀង Hitler Stalin Hitler បានរៀបចំផែនការឲ្យកងទ័ពអាល្លឺម៉ង់វិលុកទៅតាមពីមុខសញ្ញាព្រមគ្នាក្នុងគោលដៅចូលកាន់កាប់ទីក្រុងវ៉ាសេវីរបស់ប៉ូឡូញក៏ប៉ុន្តែ Hitler នៅត្រូវការលេសសមហេតុសមផលមួយដើម្បីអាចចូលឈ្លានពានប្រទេសប៉ូឡូញបាននៅយប់ថ្ងៃទី31ខែសីហាឆ្នាំ1939 Hitler បានរៀបចំឲ្យកងកម្លាំងដូអាល្លឺម៉ង់នៅក្នុងឯកសណ្ឋានជាតិទាហានប៉ូឡូញបែកការវាយប្រហារទៅលើទីតាំងមួយចំនួននៅក្នុងទឹកដីអាល្លឺម៉ង់ក្បែរព្រំដែនជាមួយនឹងប៉ូឡូញ Hitler បានយកលេសនេះថាប៉ូឡូញជាអ្នកវាយប្រហារលើអាល្លឺម៉ង់មុនរួចហើយក៏បញ្ជូនទ័ពវាយលុកចូលឈ្លានពានប៉ូឡូញនៅព្រឹកព្រលឹមថ្ងៃទី1ខែកញ្ញា2ថ្ងៃក្រោយមកនៅថ្ងៃទី3កញ្ញាបារាំងនិងអង់គ្លេសបានដាក់ឱសានវិទ្យឲ្យ Hitler ដកកងទ័ពចេញពីប៉ូឡូញនៅយប់ថ្ងៃដដែលនោះឱសានវិទ្យត្រូវផុតកំណត់ Hitler បានដកទ័ពបារាំងនិងអង់គ្លេសក៏បានប្រកាសសង្គ្រាមលើអាល្លឺម៉ង់ហើយសង្គ្រាមលោកលើកទី2ក៏បានចាប់ផ្ទុះឡើងនៅពេលនោះក៏ប៉ុន្តែនៅពេលនោះបារាំងនិងអង់គ្លេសធ្វើត្បិតតែបានប្រកាសសង្គ្រាមលើអាល្លឺម៉ង់ក៏ពិតមែនក៏ប៉ុន្តែមិនបានធ្វើសកម្មភាពយោធាអ្វីធំដុំនោះទេ
ដោយទុកឲ្យប៉ូឡូញប្រឈមមុខនឹងកងទ័ពរបស់ហ៊ីតឡែរតែម្នាក់ឯងមិនតែប៉ុណ្ណោះប៉ូឡូញត្រូវប្រឈមមុខនឹងកងទ័ពរបស់ស្តាលីនដែលបានវាយលុកចូលប៉ូឡូញពីទិសខាងកើតនៅថ្ងៃទី17ខែកញ្ញាស្របទៅតាមអ្វីដែលបានព្រមព្រៀងគ្នាជាមួយហ៊ីតឡែរកាលពីខែសីហានៅថ្ងៃទី6ខែតុលាកងទ័ពប៉ូឡូញត្រូវទទួលបរាជ័យទាំងស្រុងហើយទឹកដីប៉ូឡូញត្រូវបានហ៊ីតឡែរនិងស្តាលីនពុះជាពីរចែកគ្នាកាន់កាប់មួយចំណែកម្នាក់ក្រោយពីទទួលជាជំនះនៅប៉ូឡូញស្តាលីនបានងាកទៅវាយលុកចូលប្រទេសហ្វាំងឡង់ចំណែកឯហ៊ីតឡែរវិញបានបង្វែរកងទ័ពចេញពីប៉ូឡូញមកទិសខាងលិចដើម្បីត្រៀមតទល់ជាមួយនឹងបារាំងនិងអង់គ្លេសនៅសមរភូមិទិសខាងលិចនេះកាលពីដំបូងការវាយប្រយុទ្ធគ្នាបានកើតមានតែនៅទីសមុទ្រគឺរវាងនាវាចម្បាំងអាល្លឺម៉ង់និងអង់គ្លេសហើយជាថ្មីម្ដងទៀតអាល្លឺម៉ង់បានប្រើតាក់ទិកដដែលដោយការពីសង្គ្រាមលើកទី1គឺប្រើនាវាមួយទឹកបាញ់ពន្លិចនាវាដឹកទំនិញចេញចូលប្រទេសអង់គ្លេសរហូតដល់ជិតពាក់កណ្ដាលឆ្នាំ1940ទើបសមរភូមិជើងគោកទ្រង់ទ្រាយធំបានចាប់ផ្ទុះឡើងក្រោយពីទាហានហ៊ីតឡែរបានវាយលុកទៅលើណូវែសនិងដាណាម៉ាបន្តមកទៅលើហូឡង់និងបែលហ្សិកហើយឆ្លងចូលទៅក្នុងប្រទេសបារាំងនៅខែឧសភាឆ្នាំ1940នៅពេលដែលសង្គ្រាមលោកលើកទី2ចាប់ផ្ដើមផ្ទុះឡើងនៅខែកញ្ញាឆ្នាំ1939បារាំងធ្វើបិទតែមានចំនួនប្រជាជនតិចជាងអាល្លឺម៉ង់ដល់ទៅ2ដងក៏ប៉ុន្តែប្រទេសទាំងពីរមានកម្លាំងទ័ពប្រហាក់ប្រហែលគ្នាហើយមានអាវុធយុទ្ធភ័ណ្ឌប្រដំប្រសងគ្នាចំណុចដែលខុសគ្នាហើយដែលនាំឲ្យបារាំងត្រូវទទួលបរាជ័យធ្លាក់ក្រោមការកាន់កាប់របស់ហ៊ីតឡែរគឺមកពីយុទ្ធសាស្ត្រទ័ពរបស់បារាំងនៅពេលនោះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើខ្សែក្រវ៉ាត់ការពារដែលបារាំងបានសង់នៅតាមបណ្ដោយព្រំដែនជាមួយអាល្លឺម៉ង់តាំងពីក្រោយសង្គ្រាមលោកលើកទី1ខ្សែក្រវ៉ាត់ការពារនេះត្រូវបានគេឲ្យឈ្មោះថាលីងម៉ាហ្ស៊ីណូដោយយកតាមឈ្មោះរបស់អតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាមរបស់បារាំងដែលជាអ្នកព្រួយផ្ដាំគំនិតសាងសង់គឺលោកអង់ដ្រេម៉ាហ្ស៊ីណូបារាំងបានផ្ដោតអធិភាពខ្ពស់និងចំណាយថវិកាការពារជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់តែទៅលើការសាងសង់លីងម៉ាហ្ស៊ីណូគឺដោយសារតែបារាំងគិតថាវាគឺជាខ្សែក្រវ៉ាត់ការពារដ៏រឹងមាំបំផុតដែលកងទ័ពអាល្លឺម៉ង់មិនអាចឆ្លងកាត់បានជាការពិតនៅក្នុងយុទ្ធសាស្ត្រឈ្លានពានលើប្រទេសបារាំងមេទ័ពរបស់ហ៊ីតឡែរក៏មិនបានព្យាយាមវាយលុកកាត់តាមលីម៉ាហ្ស៊ីណូដ៏រឹងមាំនេះដែរក៏ប៉ុន្តែវាយលុកចូលតាមច្រកផ្សេងគឺកាត់តាមប្រទេសបែលហ្សិកដែលមានព្រំដែនជាប់ជាមួយនឹងប្រទេសបារាំងហើយដែលបារាំងមិនមានប្រព័ន្ធការពាររឹងមាំដោយសារតែនៅពេលនោះបែលហ្សិកគឺជាប្រទេសអព្យាក្រឹតហើយមិនមែនជាគូសត្រូវរបស់បារាំងនៅថ្ងៃទី10ខែឧសភាឆ្នាំ1940កងទ័ពអាល្លឺម៉ង់បានបើកការវាយលុកចូលឈ្លានពានប្រទេស3ព្រមគ្នាគឺលុចសំបួរហូឡង់និងបែលហ្សិកហើយ3ថ្ងៃក្រោយមកទៀតកងទ័ពអាល្លឺម៉ង់ក៏បានវាយលុកឆ្លងពីបែលហ្សិកចូលមកដល់ទឹកដីបារាំងរួចហើយវាយបំបាក់កងទ័ពបារាំងនៅត្រង់ទន្លេមើសក្បែរព្រំដែនប្រទេសបែលហ្សិកប្រឈមមុខនឹងសង្គ្រាមផ្លេចបន្ទោរបស់អាល្លឺម៉ង់ទាហានបារាំងរាប់ម៉ឺននាក់ដែលឈរជើងនៅសមរភូមិទិសខាងជើងក្បែរព្រំដែនបែលហ្សិកក៏បាននាំគ្នាទម្លាក់អាវុធចោះចាញ់ហើយសុខចិត្តខ្លាចទៅជាឆ្លើយសឹករបស់អាល្លឺម៉ង់ក៏ប៉ុន្តែនៅពេលនោះមិនមែនទាហានបារាំងទាំងអស់សុទ្ធតែសុខចិត្តទម្លាក់អាវុធចោះចាញ់អាល្លឺម៉ង់នោះទេនៅថ្ងៃទី17ខែឧសភាឧត្តមសេនីយ៍ Charles de Gaulle ដែលទើបនឹងត្រូវបានតែងតាំងឲ្យធ្វើជាមេបញ្ជាការកងពលរដ្ឋក្រោះបារាំងបាននាំកងពលរបស់លោកចូលទៅវាយស្ទាក់បង្អាក់ដំណើរកងទ័ពអាល្លឺម៉ង់ដើម្បីឲ្យកងទ័ពបារាំងមានពេលរៀបចំខ្សែត្រៀមការពារក្រុងប៉ារីក៏ប៉ុន្តែនៅពេលនោះកងរថក្រោះរបស់ Charles de Gaulle ក៏មិនអាចទប់ទល់ទៅនឹងកងរថក្រោះរបស់អាល្លឺម៉ង់បានយូរប៉ុន្មាននោះដែរគិតត្រឹមចុងខែឧសភាឆ្នាំ1940ខ្សែត្រៀមបារាំងនៅប៉ែកខាងជើងប្រទេសត្រូវដួលរលំស្ទើរតែទាំងស្រុងហើយអង់គ្លេសដែលជាសម្ព័ន្ធមិត្តរបស់បារាំងក៏បានចាប់ផ្ដើមជំនះកងទ័ពរបស់ខ្លួនរួមជាមួយនឹងទាហានបារាំងជាង 10,000 នាក់ចេញតាមកប៉ាល់ពីដងកែឆ្ពោះទៅប្រទេសអង់គ្លេសនៅក្នុងពេលកំពុងប្រឈមមុខនឹងកងទ័ពអាល្លឺម៉ង់
នៅប៉ែកខាងជើងនៅឯទិសខាងត្បូងឯណោះវិញបារាំងក៏ត្រូវប្រឈមមុខនឹងសត្រូវមួយទៀតគឺអ៊ីតាលីក្រោមការដឹកនាំរបស់ម៉ូស៊ីលីនីសម្ព័ន្ធមិត្តរបស់ហ៊ីតឡែរដែលបានប្រកាសសង្គ្រាមលើបារាំងនៅថ្ងៃទី10 ខែមិថុនានៅថ្ងៃទី14 ខែមិថុនាឆ្នាំ1940កងទ័ពអាល្លឺម៉ង់បានវាយលុកចូលដល់ក្នុងក្រុងប៉ារីចំណែកឯរដ្ឋាភិបាលបារាំងបានរត់ភៀសខ្លួនចេញពីប៉ារីហើយទៅតាំងទីស្នាក់ការនៅក្នុងទីក្រុងបូកដូនៅខាងត្បូងឈៀងខាងលិចប្រទេសបារាំង3ថ្ងៃក្រោយការដួលរលំក្រុងប៉ារីដោយប្រឈមមុខនឹងបរាជ័យដ៏សែនអាម៉ាស់នេះនាយករដ្ឋមន្ត្រីបារាំងគឺលោកប៉ូលរ៉េណូបានចុះចេញពីតំណែងហើយសេនាប្រមុខហ្វីលីបពេតាំងដែលជាឧបនាយករដ្ឋមន្ត្រីនៅពេលនោះត្រូវបានតែងតាំងឲ្យឡើងមកកាន់តំណែងជំនួសលោកប៉ូលរ៉េណូវិញគ្រាន់តែបានឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំងភ្លាមសេនាប្រមុខហ្វីលីបពេតាំងបានស្នើភ្លាមទៅអាល្លឺម៉ង់ដើម្បីសុំចរចាចុះចាញ់សង្គ្រាមមួយថ្ងៃក្រោយមកគឺនៅថ្ងៃទី18 ខែមិថុនាឧត្តមសេនីយ៍ Charles de Gaulle ដែលទើបនឹងត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាមហើយដែលកំពុងស្ថិតនៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេសក៏បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈវិទ្យុ BBC ដែលបានរិះគន់សេចក្តីសម្រេចរបស់សេនាប្រមុខពេតាំងហើយបានអំពាវនាវឲ្យប្រជាជនបារាំងនាំគ្នាងើបឡើងកាន់អាវុធដើម្បីបន្តប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់តាមរយៈសេចក្តីថ្លែងការណ៍នេះឧត្តមសេនីយ៍ Charles de Gaulle ត្រូវបានរដ្ឋាភិបាលរបស់លោក Philippe Pétain កាត់ទោសដោយកម្បាំងមុខពីបាត់ក្បត់ជាតិក៏ប៉ុន្តែចលនាតស៊ូបារាំងប្រឆាំងនឹងអាល្លឺម៉ង់ក៏បានចាប់កំណត់ឡើងដែរនៅពេលនោះនៅថ្ងៃទី22 ខែមិថុនារដ្ឋាភិបាលរបស់លោក Philippe Pétain បានចុះកិច្ចព្រមព្រៀងចុះចាញ់សង្គ្រាមជាមួយនឹងអាល្លឺម៉ង់ហើយតាមរយៈកិច្ចព្រមព្រៀងនោះទឹកដីបារាំងត្រូវបានពុះចែកជា3ចំណែកគឺទឹកដីពាក់កណ្ដាលនៅប៉ែកខាងជើងដែលរួមបញ្ចូលទាំងទីក្រុងប៉ារីផងត្រូវស្ថិតនៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់មួយផ្នែកតូចនៅប៉ែកខាងត្បូងឈៀងខាងកើតត្រូវស្ថិតក្រោមការកាន់កាប់របស់អ៊ីតាលីចំណែកទឹកដីដែលនៅសេសសល់នៅប៉ែកកណ្ដាលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់លោក Philippe Pétain ដែលបានទៅតាំងរដ្ឋធានីនៅទីក្រុងវីស៊ីនៅលើក្រដាសរដ្ឋបារាំងក្រោមការដឹកនាំរបស់លោក Philippe Pétain ត្រូវបានចាត់ទុកថាជារដ្ឋអធិបតេយ្យមួយក៏ប៉ុន្តែធាតុពិតជាស្ដែងវិញគឺជារដ្ឋាភិបាលរណបអាល្លឺម៉ង់សុទ្ធសាធហ៊ីតឡែរបានតម្រូវឲ្យកងទ័ពជើងទឹកបារាំងទាំងអស់ត្រូវតែរំសាយអាវុធចំណែកឯកងទ័ពជើងគោកវិញបារាំងមិនត្រូវមានឲ្យលើសពីចំនួន 10,000 នាក់នោះទេចំណែកទាហានបារាំងទាំងអស់ដែលអាល្លឺម៉ង់បានចាប់ជាឆ្លួយសឹកនៅប៉ែកខាងជើងប្រទេសត្រូវបន្តជាប់ឃុំនៅក្នុងប្រទេសអាល្លឺម៉ង់ដោយមិនអាចវិលត្រឡប់មកប្រទេសបារាំងបានវិញនោះទេលើពីនេះទៅទៀតរាល់ការចំណាយទាំងអស់របស់កងទ័ពអាល្លឺម៉ង់ដែលនៅកាន់កាប់ទឹកដីពាក់កណ្ដាលប៉ែកខាងជើងរបស់បារាំងគឺទទួលរ៉ាប់រងដោយថវិកាជាតិបារាំងទាំងស្រុងនិយាយដោយខ្លីហ៊ីតឡែរចង់សង្កត់ក្បាលបារាំងឲ្យរៀបដល់ដីដើម្បីឲ្យបារាំងទទួលនូវភាពអាម៉ាស់ដោយអ្វីដែលអាល្លឺម៉ង់បានទទួលដោយសន្ធិសញ្ញាក្រុងវ៉ែកសាយនៅក្រៅសង្គ្រាមលោកលើកទី1តាមការពិតអ្វីដែលហ៊ីតឡែរបានដាក់លើបារាំងមានភាពធ្ងន់ធ្ងរជាងអ្វីដែលសន្ធិសញ្ញាក្រុងវ៉ែកសាយដាក់លើអាល្លឺម៉ង់ឆ្ងាយណាស់ពីព្រោះថាអាល្លឺម៉ង់នៅក្រៅសង្គ្រាមលោកលើកទី1យ៉ាងហោចណាស់ក៏អាចរក្សាទឹកដីរបស់ខ្លួនបានទាំងមូលដោយគ្មានកងទ័ពបរទេសគ្រប់គ្រងហើយទាហានអាល្លឺម៉ង់ក៏មិនត្រូវបានគេចាប់ឃុំជាឆ្លើយសឹកនោះដែរនៅពាក់កណ្ដាលខែមិថុនាឆ្នាំ1940កងទ័ពរបស់ហ៊ីតឡែរបានវាយចូលកាន់កាប់ក្រុងប៉ារីធ្វើឲ្យរដ្ឋាភិបាលបារាំងដែលដឹកនាំដោយសេនាប្រមុខ
Philip Petang សុកចិត្តចរចាសុំចោះចាញ់ហើយដាក់ខ្លួនធ្វើជារដ្ឋរណបរបស់អាល្លឺម៉ង់បន្ទាប់ពីយកជ័យជំនះលើបារាំងបានហើយហ៊ីតលែរក៏បានងាកទៅរកអង់គ្លេសវិញម្ដងដោយចង់យកទឹកដីប៉ែកខាងជើងរបស់ប្រទេសបារាំងធ្វើជាមូលដ្ឋានក្នុងការវាយប្រហារលើអង់គ្លេសក៏ប៉ុន្តែអង់គ្លេសខុសពីបារាំងគឺខុសនៅត្រង់ថាប្រទេសអង់គ្លេសគឺជាដែនកោះដែលមានសមុទ្រជាខែលការពារដូច្នេះប្រសិនបើហ៊ីតលែរចង់ចូលឈ្លានពានអង់គ្លេសគឺចាំបាច់ត្រូវតែបញ្ជូនកងទ័ពឆ្លងកាត់ច្រកសមុទ្រ English Channel ដែលមិនមែនជារឿងងាយស្រួលនោះទេដោយសារតែចក្រភពអង់គ្លេសនៅពេលនោះគឺជាមហាអំណាចកងទ័ពជើងទឹកដ៏ធំមួយនៅលើពិភពលោកចំណែកឯទ័ពជើងទឹករបស់អាល្លឺម៉ង់វិញកំពុងតែមានសភាពទន់ខ្សោយយ៉ាងខ្លាំងក្រោយពីទទួលរងការខូចខាតយ៉ាងដំណំនៅក្នុងប្រតិបត្តិការឈ្លានពានប្រទេសណូវែលកាលពីខែមេសាឆ្នាំ1940កន្លងទៅតែការពិតហ៊ីតលែរក៏មិនសូវជាចង់ធ្វើសង្គ្រាមទល់នឹងចក្រភពអង់គ្លេសប៉ុន្មានដែរនៅពេលនោះបើសិនជាអង់គ្លេសយល់ព្រមហ៊ីតលែរសប្បាយចិត្តនឹងចុះកិច្ចព្រមព្រៀងជាមួយនឹងអង់គ្លេសដើម្បីចែកអំណាចគ្នាគឺអង់គ្លេសធ្វើជាមហាអំណាចខាងជើងទឹកចំណែកឯអាល្លឺម៉ង់ធ្វើជាមហាអំណាចខាងជើងគោកនៅអឺរ៉ុបនៅពាក់កណ្ដាលខែកក្កដាឆ្នាំ1940ហ៊ីតលែរបានប្រកាសជាសាធារណៈស្នើឲ្យមានការចរចាបញ្ចប់សង្គ្រាមជាមួយនឹងអង់គ្លេសនៅពេលនោះមានអ្នកនយោបាយព្រមទាំងសមាជិករាជវង្សមួយចំនួនរបស់អង់គ្លេសចង់ឲ្យអង់គ្លេសចរចាជាមួយនឹងហ៊ីតលែរដើម្បីបញ្ជាសង្គ្រាមក៏ប៉ុន្តែលោក Winston Churchill ដែលទើបនឹងឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសចំនួនលោក Neville Chamberlain បានជាង2ខែបានប្រកាន់ជំហរយ៉ាងតឹងរ៉ឹងថាក្នុងឋានៈជាមហាអំណាចដែលមានកិត្តិយសនិងសម្ដីថ្លៃថ្នូរអង់គ្លេសមិនអាចយកទៅរួចខ្លួនឯងហើយសុខចិត្តទុកបណ្ដោតឲ្យហ៊ីតលែរកាន់កាប់ប្រទេសនៅអឺរ៉ុបដែនគោកដែលជាសម្ព័ន្ធមិត្តរបស់អង់គ្លេសហើយដែលអង់គ្លេសធ្លាប់បានចុះកិច្ចព្រមព្រៀងសន្យាថានឹងជួយការពារនោះទេដែលមិនអាចបញ្ចុះបញ្ចូលអង់គ្លេសឲ្យចូលមកចរចាបញ្ចប់សង្គ្រាមនឹងគ្នាបានហ៊ីតលែរក៏បានដាក់បញ្ជាឲ្យកងទ័ពអាល្លឺម៉ង់ចាប់ផ្ដើមអនុវត្តផែនការដែលបានរៀបចំទុកកាលពីមុនគឺការបញ្ជូនទ័ពឆ្លងសមុទ្រដើម្បីចូលឈ្លានពានលើអង់គ្លេសប្រតិបត្តិការដែលហ៊ីតលែរដាក់ឈ្មោះថាប្រតិបត្តិការតោសមុទ្រក៏ប៉ុន្តែដើម្បីឲ្យតោសមុទ្ររបស់ហ៊ីតលែរអាចឆ្លងទៅឈ្លានពានអង់គ្លេសបានអាល្លឺម៉ង់ចាំបាច់ត្រូវតែធ្វើយ៉ាងណាគ្រប់គ្រងច្រកសមុទ្រ English Channel ដែលនៅចន្លោះប្រទេសអង់គ្លេសនិងឆ្នេរសមុទ្រប៉ែកខាងជើងប្រទេសបារាំងដោយសារតែនៅពេលនោះនាវាចម្បាំងរបស់អាល្លឺម៉ង់ភាគច្រើនត្រូវខូចខាតក្នុងប្រតិបត្តិការឈ្លានពានលើណូវែលកាលពីប្រមាណខែមុនហ៊ីតលែរគឺមានតែរំពឹងលើយន្តហោះចម្បាំងនៅពាក់កណ្ដាលខែកក្កដាឆ្នាំ1940ហ៊ីតលែរក៏បានបញ្ជាឲ្យកងទ័ពអាកាសអាល្លឺម៉ង់បើកប្រតិបត្តិការវាយកំទេចទ័ពអាកាសព្រមទាំងប្រព័ន្ធការពារឆ្នេរសមុទ្រអង់គ្លេសដើម្បីគ្រប់គ្រងច្រកសមុទ្រ English Channel ក៏ប៉ុន្តែខុសពីការរំពឹងទុករបស់ហ៊ីតលែរកងទ័ពអាកាសរបស់អង់គ្លេសមិនងាយនឹងឲ្យអាល្លឺម៉ង់វាយបំបាក់បានដោយងាយៗនោះទេតាមការពិតនៅក្នុងរយៈពេល2សប្តាហ៍ដំបូងគឺពីពាក់កណ្ដាលខែរហូតដល់ចុងខែកក្កដាគឺអាល្លឺម៉ង់ទៅវិញទេដែលទទួលរងនឹងការខូចខាតច្រើនជាងអង់គ្លេសដែលមានយន្តហោះចម្បាំងរហូតដល់ទៅ180គ្រឿងត្រូវអង់គ្លេសបាញ់ទម្លាក់នៅក្នុងពេលដែលអង់គ្លេសបានបាត់បង់យន្តហោះតែ70គ្រឿងប៉ុណ្ណោះនៅខែកញ្ញាឆ្នាំ1940ដែលមើលឃើញថាដែនអាកាសក៏មិនអាចគ្រប់គ្រងបានហើយដែនទឹកក៏កាន់តែពិបាកនឹងយកប្រៀបលើអង់គ្លេសហ៊ីតលែរក៏បានសម្រេចលុបចោលគម្រោងបញ្ជូនទ័ពឲ្យឆ្លងសមុទ្រចូលទៅឈ្លានពានអង់គ្លេសប្រតិបត្តិការតោសមុទ្រត្រូវបានហ៊ីតលែរសម្រេចលុបចោលក៏ប៉ុន្តែហ៊ីតលែរក៏មិនបានបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាសទៅលើអង់គ្លេសនោះដែរចាប់ពីថ្ងៃទី7ខែកញ្ញាហ៊ីតលែរបានបង្វែរប្រតិបត្តិការទ័ពអាកាសពីការវាយបើកច្រកសមុទ្រដើម្បីចូលឈ្លានពានទៅជាប្រតិបត្តិការទម្លាក់គ្រាប់បែកកំទេចទីក្រុងធំៗរបស់អង់គ្លេសវិញនៅក្នុងគោលដៅធ្វើយ៉ាងណាបង្កការខូចខាតឲ្យបានជាអតិបរមាដើម្បីបង្ខំឲ្យអង់គ្លេសងាកមកចរចាបញ្ចប់សង្គ្រាមនៅក្នុងចន្លោះពីថ្ងៃទី7ខែកញ្ញាឆ្នាំ1940រហូតដល់ថ្ងៃទី21ខែឧសភាឆ្នាំ1941គ្រាប់បែកប្រមាណជា100តោនត្រូវបានយន្តហោះអាល្លឺម៉ង់ទម្លាក់ទៅលើទីក្រុងធំៗចំនួន16របស់អង់គ្លេសជាពិសេសគឺទីក្រុងឡុង
ដែលបានបណ្ដាលឲ្យជនស៊ីវិលអង់គ្លេសប្រមាណជា 40,000 នាក់ត្រូវបាត់បង់ជីវិតអគាររោងចក្រព្រមទាំងផ្ទះសម្បែងរាប់លានខ្នងត្រូវទទួលរងនឹងការបំផ្លិចបំផ្លាញក៏ប៉ុន្តែជាថ្មីម្ដងទៀតប្រតិបត្តិការទម្លាក់គ្រាប់បែកនេះក៏មិនបានសម្រេចទៅតាមគោលដៅដែលហ៊ីតលែរចង់បាននោះដែរពីព្រោះថាវាមិនបានធ្វើឲ្យសេដ្ឋកិច្ចអង់គ្លេសត្រូវទទួលរងនឹងការខូចខាតធ្ងន់ធ្ងរឬក៏ធ្វើឲ្យអង់គ្លេសបាក់ទឹកចិត្តហើយងាកមកចរចាបញ្ចប់សង្គ្រាមជាមួយនឹងអាល្លឺម៉ង់នោះទេផ្ទុយទៅវិញការទម្លាក់គ្រាប់បែកលើទីក្រុងឡុងដែលបានកំទេចផ្ទះសម្បែងព្រមទាំងសម្លាប់ប្រជាជនស៊ីវិលរាប់ម៉ឺននាក់បានធ្វើឲ្យប្រជាជនអង់គ្លេសកាន់តែមានកំហឹងចំពោះហ៊ីតលែរហើយនាំគ្នាគាំទ្ររដ្ឋាភិបាលនិងកងទ័ពអង់គ្លេសកាន់តែខ្លាំងឡើងនៅក្នុងការប្រយុទ្ធតទល់ជាមួយនឹងកងទ័ពអាល្លឺម៉ង់បើនិយាយពីខាងផ្នែកសេដ្ឋកិច្ចវិញប្រតិបត្តិការទម្លាក់គ្រាប់បែកដោយឥតលួសថ្ងៃនៅក្នុងរយៈពេល8ខែនេះក៏មិនបានធ្វើឲ្យសកម្មភាពផលិតកម្មរបស់អង់គ្លេសត្រូវធ្លាក់ចុះនោះដែរវិស័យឧស្សាហកម្មយោធារបស់អង់គ្លេសមិនត្រឹមតែមិនធ្លាក់ចុះនោះទេក៏ប៉ុន្តែថែមទាំងកើនឡើងទៅវិញលើពីនេះទៅទៀតនៅដើមឆ្នាំ1941អង់គ្លេសចាប់ផ្ដើមទទួលបាននូវជំនួយផ្នែកយោធាពីប្រទេសដ៏សំខាន់មួយ